ការប្រជុំដែលមានប្រសិទ្ធភាពគឺជួយសន្សំសំចៃពេលវេលាបង្កើនផលិតភាពការងារនិងធ្វើឲ្យក្រុមការងារយល់ច្បាស់ពីគោលដៅរួមខាងក្រោមនេះជារបៀបសំខាន់ដើម្បីរៀបចំនិងដឹកនាំការប្រជុំឲ្យមានប្រសិទ្ធភាពខ្ពស់ទី1ការរៀបចំមុនពេលប្រជុំកំណត់គោលបំណងឲ្យច្បាស់លាស់សួរខ្លួនឯងថាតើការប្រជុំនេះធ្វើឡើងដើម្បីអ្វីឧទាហរណ៍ដើម្បីធ្វើការសម្រេចចិត្តដោះស្រាយបញ្ហាឬចែករំលែកព័ត៌មានបើគ្រាន់តែចែករំលែកព័ត៌មានធម្មតាការផ្ញើសារឬអ៊ីមែលអាចល្អជាងចំណុចមួយទៀតគឺរៀបចំរបៀបវារៈផ្ញើរបៀបវារៈនិងឯកសារពាក់ព័ន្ធទៅកាន់អ្នកចូលរួមយ៉ាងតិច24ម៉ោងមុនដើម្បីឲ្យពួកគេមានពេលត្រៀមខ្លួនអញ្ជើញតែអ្នកពាក់ព័ន្ធអញ្ជើញតែបុគ្គលណាដែលមានសមត្ថភាពធ្វើការសម្រេចចិត្តឬមានផ្នែកពាក់ព័ន្ធផ្ទាល់ប៉ុណ្ណោះកំណត់ពេលវេលាឲ្យខ្លីកំណត់រយៈពេលប្រជុំឲ្យច្បាស់លាស់ឧទាហរណ៍30នាទីឬក៏45នាទីការកំណត់ពេលខ្លីជួយឲ្យអ្នកចូលរួមផ្ដោតអារម្មណ៍បានល្អជាងចំណុចទី2សកម្មភាពក្នុងពេលប្រជុំចំណុចទី1គឺគោរពពេលវេលាចាប់ផ្ដើមនិងបញ្ចប់ការប្រជុំឲ្យចំពេលកំណត់ទោះជាមានអ្នកមកយឺតក៏ដោយចំណុចមួយទៀតគឺកំណត់តួនាទីឲ្យច្បាស់លាស់អ្នកដឹកនាំមើលការខុសត្រូវលើរបៀបវារៈនិងសម្របសម្រួលពិភាក្សាអ្នកកត់ត្រាចំណុចសំខាន់នឹងការសម្រេចចិត្តរក្សាការផ្ដោតបើមានប្រធានបទផ្សេងដែលមិនតាក់ទងលេចធ្លោឡើងគួរកត់ត្រាវានៅក្នុងក្តារខៀនបណ្ដោះអាសន្នដើម្បីយកមកពិភាក្សានៅពេលក្រោយចំណុចមួយទៀតគឺការលើកទឹកចិត្តឲ្យមានការចូលរួមសួរមតិយោបល់ពីអ្នកចូលរួមដែលស្ងប់ស្ងាត់ដើម្បីទទួលបានទស្សនៈចម្រុះហើយមួយទៀតគឺកាត់បន្ថយការរំខានបិទសំឡេងទូរស័ព្ទដើម្បីដោតលើការប្រជុំចំណុចទី3ទាក់ទងទៅនឹងសកម្មភាពក្រោយពេលប្រជុំចំណុចទី1គឺកំណត់ផែនការសកម្មភាពមុនពេលបញ្ចប់សូមសង្ខេបនៅអ្វីដែលត្រូវធ្វើបន្ទាប់ដោយបញ្ជាក់ថានរណាជាអ្នកធ្វើអ្វីនិងបញ្ចប់នៅពេលណាចំណុចមួយទៀតគឺផ្ញើកំណត់ហេតុប្រជុំផ្ញើសេចក្តីសង្ខេបខ្លីៗពីការសម្រេចចិត្តនិងធ្វើការដែលត្រូវធ្វើបន្តទៅកាន់អ្នកចូលរួមភ្លាមឬក្នុងរង្វង់24ម៉ោងយ៉ាងតិចតាមដានលទ្ធផលតាមដានមើលថាតើកិច្ចការដែលបានប្រគល់ជូននោះត្រូវបានអនុវត្តតាមការព្រមព្រៀងឬនៅចំណុចសំខាន់ដែលគួរចងចាំការប្រជុំល្អមិនមែនជាការប្រជុំដែលនិយាយបានច្រើននោះទេតែជាការប្រជុំដែលបង្កើតឲ្យមានសកម្មភាពនិងលទ្ធផលច្បាស់លាស់សូមអរគុណច្រើន